ស្វាគមន៍មកអេពីសូតរឿងយប់រន្ធត់របស់យើងបន្ទាត់ជួបជាមួយនឹង admin ជូអ៊ីហើយអេពីសូតនេះនិយាយអំពីគ្រូអំពើតែម្ដងហើយរឿងនេះស្ដាប់ហើយដឹងតែព្រឺក្បាលនិងរន្ធត់សាច់រឿងរៀងវែងឆ្ងាយបន្តិចតែសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់ដោយយកចិត្តទុកដាក់និង in ចូលទាំងអស់គ្នាណាតោះឥឡូវយើងចាប់ផ្ដើមចូលសាច់រឿងយើងគឺនៅខ្ទង់ឆ្នាំ2010នៅខេត្តកំពង់ចាមគេនិយាយអំពីគ្រួសារអមសានដែលអមសានហ្នឹងគឺជាគ្រូខាងចេះវិទ្យាមើលខុសនេះខុសនោះអីអញ្ចឹងណាវាអាចចូលទៅនឹងជំនឿសាសនាពីមុនដែរដែលមានខាងអាគមអីលាយឡំជាមួយនឹងដែរដែលគាត់រស់នៅជាមួយនឹងកូនស្រីគាត់ដែលមានគ្រួសារហើយរស់នៅជុំគ្នាពីមួយថ្ងៃទៅមួយថ្ងៃគឺគេឈ្មោះគាត់ល្បីទៅដោយសារតែគាត់មើលជំងឺជាហើយគាត់ចេះទុះទាចេះអីអញ្ចឹងធ្វើឲ្យគាត់នឹងរកចំណូលបានរៀងច្រើនដែរនិយាយចំជីវភាពគ្រួសារគាត់ធូរធារស្រាប់តែថ្ងៃមួយយប់នឹងប្រហែលជាយប់ខែរនោចអ្នកទាំងអស់គ្នាខែងងឹតគាត់បាននៅដេកនៅក្នុងផ្ទះស្រាប់តែពេលហ្នឹងគាត់ឮសំឡេងងូងចេញពីប្អួចមកប៉ុន្តែគាត់អត់ចាប់អារម្មណ៍ជាសំឡេងអីទេពេលហ្នឹងកូនស្រីរបស់គាត់បានឃើញសត្វកឡង់ពណ៌ខ្មៅមួយក្បាលហោះចូលមកតាមប្អួចនឹងតែម្ដងកូនស្រីរបស់គាត់អត់ដឹងថាជាអីទេគាត់គិតថាជាសត្វល្អិតដែលហោះមកតោងភ្លើងអំពូលអីក្នុងផ្ទះអញ្ចឹងណាគាត់ក៏ដើរទៅរៀបថាចាប់យកបោះចោលឲ្យខ្លាចចូលទៅជាចូលអីពុកគាត់អញ្ចឹងទៅប៉ុន្តែចៃដន្យអីពុកគាត់ច្អល់មកគាត់មកវឹបហ្មងថាកុំឲ្យគាត់នឹងចាប់សត្វនឹងឲ្យសោះតែពេលកូនស្រីគាត់រៀងស្រឡាំងកាំងតិចដែរពេលហ្នឹងគឺគាត់បានចូលមកមើលសត្វនឹងហើយក៏គាត់បានដឹងថាសត្វនឹងមិនមែនជាសត្វធម្មជាតិដែលវាចូលមកដោយខ្លួនឯងទេអ្នកទាំងអស់គ្នាគឺសត្វដែលគេបញ្ជាមកអញ្ចឹងគាត់ក៏អត់បានប្រាប់អីកូនគាត់ទេគឺគាត់បានធ្វើពិធីរបៀបថាយកសត្វកឡុងហ្នឹងទៅដុតហើយគក់បច្ចេគេហៅបច្ចេទៅម្ចាស់ដើមវិញអញ្ចឹងណារឿងហ្នឹងក៏ស្ងាត់មួយរយៈប្រហែលជាមួយរយៈក្រោយមកហ្នឹងមានគ្រូម្នាក់ទៀតដែលនៅភូមិជិតគ្នាដែលមានឈ្មោះថាគ្រូងាអាយុខ្ទង់ប្រហែលជា40ឆ្នាំគាត់នឹងមកតែម្នាក់ឯងទេហើយនៅភូមិហ្នឹងទៅមកថ្មីប៉ុន្តែគេរៀងល្បីដែរថាគាត់នឹងចេះអំពើស្នេហ៍ស្នូកអីអញ្ចឹងទៅពីមួយថ្ងៃទៅមួយថ្ងៃចេះតែលឺរហូតមកដល់កូនស្រីអមសានដែលនៅជាមួយអមសានហ្នឹងណាចៅស៊ីមហ្នឹងកំពុងតែមានទុកព្រួយស្រាប់តែម្ដងដោយសារតែប្តីគាត់ហ្នឹងចាប់ផ្ដើមប្លែកនិងមានស្រីលួចលាក់ប៉ុន្តែរឿងហ្នឹងគាត់អត់បានប្រាប់ឪពុកគាត់ទេគឺគាត់លាក់ក្នុងចិត្តខ្លួនឯងគាត់តាមតាន់ប៉ុន្មានដងហើយអញ្ចឹងវាស្របពេលដែរអ្នកគ្រូងាហ្នឹងមកដល់គាត់ក៏បានជឿទៅតាមអ្នកដែលគេទៅរកអីអញ្ចឹងណានិយាយចំអ្នកចិត្តខាងគ្នាអញ្ចឹងណែនាំឲ្យទៅរកអញ្ចឹងទៅគាត់នឹងក៏បានទៅដល់ផ្ទះគ្រូងាអ្វីដែលនឹកស្មានមិនដល់ទៅពេលទៅដល់ភ្លាមគ្រូងាហ្នឹងហាក់បីស្គាល់គាត់តាំងពីណាពីណីមកហើយដឹងថាគាត់នឹងគឺជាកូនរបស់គ្រូសាននៅដើមភូមិនឹងទៀតណាចៃស៊ីមគាត់ទៅលឺអញ្ចឹងគាត់មានអារម្មណ៍ថាអូគ្រូនេះប៉ាកែមែនដឹងទាំងអស់ថាគាត់មកពីណាហើយជាពិសេសហ្នឹងគាត់ដឹងថាចែស៊ីមហ្នឹងគឺមកធ្វើស្នេហ៍ដាក់ប្តីរបស់គាត់វិញណែគឺវាខ្លាំងដល់អ្នកហ្នឹងអ្នកទាំងអស់គ្នាគឺមិនធម្មតាហ្មងគ្រូងាហ្នឹងនិយាយចំស្ងាត់មកហើយរបៀបថាអត់ដឹងប្រវត្តិរូបត្រឹមត្រូវឯងមកដល់ដាក់តាំងខ្លួននៅហ្នឹងហ្មងតែពេលគេនិយាយមកចំអញ្ចឹងទៅធ្វើឲ្យចែស៊ីមហ្នឹងមានទំនុកចិត្តកាន់តែខ្លាំងឡើងហ្មងហើយនិយាយរឿងរ៉ាវប្រាប់ទាំងអស់ទៅអ្នកគ្រូងាហ្នឹងថាប្តីគាត់បានក្បត់គាត់អញ្ចេះអញ្ចោះមួយពីរអញ្ចឹងណាអ្នកគ្រូងាហ្នឹងគឺគាត់បានដឹងហើយគាត់ក៏បានឲ្យចៃស៊ីមហ្នឹងគឺយករូបថតគាត់ហើយនឹងប្តីគាត់មកឲ្យអ្នកគ្រូហ្នឹងហើយអ្នកគ្រូហ្នឹងក៏បានរៀបចំពិធីចងខ្សែអំបោះផ្អោបរូបថតប្តីប្រពន្ធហ្នឹងដំបូងគាត់រៀងស្ទាក់ស្ទើរដែរព្រោះចៃស៊ីមគាត់ថាបើធ្វើអញ្ចឹងវាបាបអត់ប៉ុន្តែគាត់គិតទៅប្រហែលជាអត់បាបទេព្រោះអីនេះជាប្តីគាត់តាហើយគាត់ធ្វើហ្នឹងមិនមែនធ្វើយកប្តីអ្នកផ្សេងតាអញ្ចឹងគាត់ក៏សម្រេចចិត្តតាមអ្នកគ្រូហ្នឹងដែលណែនាំគាត់អញ្ចឹងណាចាតែពេលបន្ទាប់ទៀតគឺចៃស៊ីមហ្នឹងគាត់មានអារម្មណ៍ថាអ្នកគ្រូហ្នឹងរុះរាយខ្លាំងដាក់អតិថិជនអញ្ចឹងចោះថាជាភ្ញៀវមករកទៅគឺរុះរាយដាក់ចៃស៊ីមហ្នឹងខ្លាំងមែនតើដូចជាមនុស្សដែលស្គាល់គ្នាតាំងពីណាពីណីតាំងដែលចៃស៊ីមហ្នឹងគឺទៅតែស្គាល់គ្រូហ្នឹងមកតាមគេតាមឯងដែរទេដែលនេះគឺជាទំនុកចិត្តមួយដែលគាត់មានភាពកក់ក្ដៅនៅពេលដែលមករកអ្នកគ្រូងាហ្នឹងអញ្ចឹងថ្ងៃហ្នឹងមុននឹងគាត់ឲ្យទំនប់ហ្នឹង
ទំនប់គាត់មានតិចតួចដែរទេប៉ុន្តែនៅពេលដែលចែស៊ីមត្រឡប់មកផ្ទះវិញហ្នឹងអ្នកគ្រូងាមាននេះមាននោះផ្ញើទៅចែស៊ីមហ្នឹងទៀតធ្វើដូចរាក់ទាក់ខ្លាំងណាស់អ្នកទាំងអស់គ្នាហើយថ្ងៃហ្នឹងគឺគាត់បានឲ្យអាឡឹកមួយអាឡឹកហ្នឹងធំមើលទៅតំណងផ្អែមខ្លាំងមែនតើចែស៊ីមគាត់តែឃើញគឺគាត់មើលទៅចង់ញ៉ាំតែម្ដងអញ្ចឹងគាត់ក៏អស់គុណនៅទឹកចិត្តរបស់អ្នកគ្រូងាហ្នឹងខ្លាំងមែនតើរបៀបថាជួបដំបូងគឺមាននិស្ស័យមួយគ្នាហ្មងចាបន្ទាប់មកគាត់រៀបធ្វើពិធីនឹងអស់ហើយក៏ទទួលយកអារបស់បញ្ញាតិចតួចនឹងទៅផ្ទះយប់ហ្នឹងចៃស៊ីមបានរៀបចំបាយទឹកចាំប្តីគាត់ត្រឡប់មកវិញមកពីធ្វើការវិញណាដោយគាត់បានត្រៀមចំរៀបចំម្ហូបអស់ហើយថ្ងៃហ្នឹងមានតាំងពីសាឡប្រហើហើយជាពិសេសមានអាឡឹកត្រីងៀតដែលឪគាត់ចូលចិត្តទៀតដែលទៅពេលហ្នឹងប្តីគាត់ត្រឡប់មកវិញគាត់ចំណាំមើលតាមអ្នកគ្រូប្រាប់អញ្ចឹងថាប្តីបន្ទាប់ពីធ្វើកម្មវិធីចងផ្អោបរូបគ្នានឹងហើយតើមានចរិតអត្តចរិតអីយ៉ាងម៉េចគាត់បានសង្កេតថាប្តីគាត់មកវិញអត់មួម៉ៅឬក៏អត់ខឹងឬក៏កមេកម្ៅដាក់គាត់ដូចពីមុនសោះហ្មងមកដល់ចេះលេងសើចមួយគាត់អូនចេះអូនចោះអូនឯងធ្វើម្ហូបឆ្ងាញ់អីចោះនិយាយចំដូចស្នេហាគ្រាដំបងរបស់គាត់អញ្ចឹងដែលធ្វើឲ្យចៃស៊ីមនឹងសប្បាយចិត្តខ្លាំងមែនតើដែលគាត់រកគ្រូត្រូវអ្នកទាំងអស់គ្នាតែពេលហ្នឹងគឺប្តីប្រពន្ធគេត្រូវគ្នាហើយញ៉ាំបាយហើយអស់ហើយក៏ឡើងទៅដេកអញ្ចឹងទៅបន្ទាប់ពីលោកគ្រូសានដែលជាឪពុកគាត់នឹងត្រឡប់មកពីក្រៅវិញគាត់ក៏បានឃើញបាយទឹកដែលកូនគាត់រៀបចំទុកឲ្យគាត់ក៏បានហូបបាយនឹងអីអញ្ចឹងណាហើយក៏ឃើញអាឡឹកនោះក៏ដាក់មួយម៉ាត់គ្រាន់តែដាក់អាឡឹកនឹងមួយម៉ាត់ចូលមាត់លេបមកក្អឹកភ្លាមអ្នកទាំងអស់គ្នាគាត់ព្រូសបល់ហើយសក់គាត់នឹងចង់បាសឡើងហ្មងដូចជាមានអ្វីមកគ្របសង្កត់គាត់ចឹងគាត់នឹងក៏ស្ងាត់មាត់ហើយហៅកូនស្រីគាត់មកសួរអំពីដើមហេតុថាអាឡឹកនឹងយកមកពីណាយកមកពីណីអីអញ្ចឹងណាអញ្ចឹងកូនគាត់ចៃស៊ីមនឹងគឺគាត់អត់បានប្រាប់រឿងរ៉ាវដែលគាត់ទៅរកគ្រូស្នេហ៍យកមកដាក់ប្តីគាត់ទេនៅពេលហ្នឹងចៃស៊ីមនៅតែព្យាយាមកុហកឪពុកគាត់ថាអាឡឹកហ្នឹងគាត់បានមកពីអ្នកស្គាល់គ្នាពីមុនមកឥឡូវគេទៅមករើផ្ទះមកនៅក្បែរភូមិគ្នាអញ្ចឹងទៅគាត់ក៏ផ្ញើអាឡឹកហ្នឹងមកឲ្យគ្រួសារញ៉ាំអីចឹងទៅឪពុកគាត់ក៏អត់មាត់ទេប៉ុន្តែគាត់ដឹងហ្មងថាមិនអញ្ចឹងទៅណាហើយបន្ទាប់ពីថ្ងៃហ្នឹងមកទៀតអ៊ំសានដែលជាឪពុកហ្នឹងបានពមៀនកូនថាលោកក្រោយហាមយករបស់របរដែលគេឲ្យតាមផ្លូវហ្នឹងចូលមកផ្ទះឬក៏យកមកទទួលទានទៀតអញ្ចឹងណាហើយគាត់ក៏មិនបានបញ្ជាក់ប្រាប់កូនអីដែរចំណែកកូនស្រីវិញបានគិតថាអត់អីទេរបស់របរហ្នឹងគេឲ្យមកសម្រាប់ទំនាក់ទំនងរាប់អានគ្នាអញ្ចឹងណាខ្មែរយើងប្រកែហុចនេះហុចឲ្យអញ្ចឹងទៅប៉ុន្តែយើងមិនដឹងទេថាអ្នកណាស្អប់អ្នកណាស្រឡាញ់យើងកន្លែងហ្នឹងយើងក៏គួរកត់ចំណាំមើលដែរបន្ទាប់មករំលងប្រហែលជាបានមួយខែប្តីចាស៊ីមហ្នឹងគឺគាត់ឈប់ទៅក្រៅដាច់ហ្មងគឺគាត់នៅតែផ្ទះជាមួយប្រពន្ធរបៀបថាគ្រួសារចាប់ដើមជួបជុំគ្នាវិញណាអញ្ចឹងដែលធ្វើឲ្យចៃស៊ីមនឹងដឹងគុណអ្នកគ្រូងានឹងខ្លាំងមែនតើចេះតែទៅរកអ្នកគ្រូងានឹងនិយាយចំបើមិនបានទៅរកនិយាយរឿងប្តីក៏ទៅលេងយកនេះយកនោះផ្ញើឲ្យគ្នាទៅវិញទៅមកអញ្ចឹងទៅដោយមិនបានប្រាប់ឪពុកគាត់ទេថ្ងៃមួយអ៊ំសានគាត់អត់សូវស្រួលខ្លួនទេគាត់ក៏បានធ្លាក់ខ្លួនឈឺគាត់ពិតជាលឿនខ្លាំងមែនតើនៅក្នុងរយៈពេលតែមួយយប់ឯងពោះគាត់ប៉ោងនឹងធំជាងក្បាលទៀតអ្នកទាំងអស់គ្នាអូគាត់ទៅនិយាយរឿងភឺសបល់តែពេលគាត់ឈឺអញ្ចឹងទៅកូនចៅនាំគ្នាឆោឡោថាឪពុកឈឺអញ្ចឹងក៏នាំគ្នាដឹកទៅពេទ្យទៅពេលទៅពេទ្យទៅស្កេនមើលអិចរ៉េមើលអីអញ្ចឹងទៅអត់មានឃើញថាគាត់កើតជំងឺអីទេទាំងដែលកូនចៅគាត់នឹងគិតថាគាត់កើតតិចទឹកអីអញ្ចឹងព្រោះអីវាលឿនពេកអ្នកទាំងអស់គ្នាប៉ុន្តែបើកាត់តិចទឹកក៏មិនត្រូវព្រោះអីគាត់មិនសូវផឹកមិនសូវស៊ីអីទេចាស់ចំណាំថាបើអ្នកផឹកអ្នកស៊ីអីច្រើនមានតិចទឹកស៊ីអីអញ្ចឹងទៅប៉ុន្តែនេះគាត់អត់ទេគាត់គ្រាន់តែជាគ្រូថ្នាំជាគ្រូមើលជំងឺអីតាមបែបបុរាណអីធម្មតាសោះហ្នឹងណាបន្ទាប់មកទៀតរំលងបានមួយយប់ទីបំផុតអ៊ំសានក៏បានស្លាប់គ្រួសារកូនចៅមានការសោកស្ដាយជាខ្លាំងហេតុអីពួកអីមិនទាន់មើលគាត់អស់ចិត្តឯណាអ្នកទាំងអស់គ្នាវាភ្លាមពេកតែពីរយប់ធ្វើឲ្យគេយកជីវិតអ៊ំសានទៅតែម្ដងទាំងតែគាត់មានស្នាដៃធ្វើអំពើល្អជាច្រើននៅក្នុងភូមិអ្នកភូមិហ្នឹងក៏មានការសោកស្ដាយដែរដែលបាត់ធនធានមនុស្សជាគ្រូថ្នាំខ្មែរអីតាំងពីមុនមកអីចឹងទៅណាបន្ទាប់មកពីការស្លាប់របស់គាត់ហ្នឹងក៏មកកូនចៅក៏ប្រមូលផ្ដុំគ្នាហើយក៏ធ្វើពិធីបុណ្យតាមប្រពៃណីអញ្ចឹងទៅយប់ថ្ងៃបូជាគាត់ជាថ្ងៃដែលភ្ញាក់ផ្អើលខ្លាំងបំផុតហ្មងអ្នកមេនបានដុតសពគាត់តែដុតអត់ឆេះទេនិយាយចំភ្លើងអត់តោងសពហ្មងសពអត់តោងភ្លើងណាកូនចៅក៏អត់ធូបប្រាប់យ៉ាងម៉េចក៏ដោយក៏សុំឲ្យសពតោងភ្លើងអីចឹងទៅព្រោះអីយកទៅ
ប៉ុន្តែអត់ទេអ្នកទាំងអស់គ្នាទោះធំមិនក៏ភ្លើងអត់ឆេះដែររហូតដល់ម៉ោង12ភ្លាមវឹបរំលងអាត្រៀតសប្តាហ៍អ្នកមេនកំពុងតែព្យាយាមបាញ់ប្រេងដាក់អូសុកហ្នឹងណាភ្លើងឆាប់មកវឹបមកចង់ឆេះមុខអ្នកភ្លុកហ្នឹងទៀតតែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងនោះគឺសពបំសាននឹងបានផ្ទុះពោះរបស់គាត់មកផាំងលុះដូចគ្រាប់បែកហ្មងហើយខ្ចាយមិនខ្ចាយអាសពបំណែកអីហ្នឹងអ្នកទាំងអស់គ្នាបែរជាខ្ចាយបំបែងកែវចេញមកពីឡនឹងតែម្ដងវិសនឹងត្រូវអ្នកភ្លុកនឹងកូនប្រុសច្បងគាត់ម្នាក់ទៀតដែលបានបួសមុខភ្លើងដែលនៅចាំសពហ្នឹងហេតុការណ៍ហ្នឹងកូនចៅនឹងអ្នកភ្លុកទាំងអស់ហ្នឹងនឹងញ័រខ្លួនហ្មងភ័យពេកយកអ្នកទាំងអស់គ្នាមុនបងស្មានតែផ្ទុះគ្រាប់បែកតាបន្ទាប់ពីផ្ទុះហ្នឹងភ្លើងក៏បានតោងសពបូជាបានតាមសម្រួលវិញបូករួមនឹងការជួយនិយាយអត់ធូបពីកូនចៅអញ្ចឹងណាអ្នកទាំងអស់គ្នាព្រឹកឡើងគេចាក់ទឹកដូងលាងឆ្អឹងលាងអីដែលបូជារួចហ្នឹងគេក៏បានឃើញនៅអំបែងកែវលាយជាមួយឆ្អឹងហ្នឹងមុតដៃកូនគាត់អ្នករើសទៀតគ្រប់គ្នាឆ្ងល់ខ្លាំងមែនតើថាអំបែងហ្នឹងមកពីណាពីណីអ្នកភ្លុកបាននិយាយហើយអ្វីដែលគាត់ដាក់ចូលដើម្បីនេះហ្នឹងមានតែសបកដូងមានតែអុសខ្ជុងធម្មតាទេអត់មានអាគេទៅយកអំបែងហ្នឹងដាក់ចូលក្នុងហ្នឹងដើម្បីបកកឲ្យផ្ទុះអីអញ្ចឹងឯអ្នកទាំងអស់គ្នាវាចម្លែកខ្លាំងមែនតើហ្មងក្រោយរើសឆ្អឹងរើសអីដាក់ធាតដាក់ចូលក្នុងកោដ្ឋឲ្យអស់ហ្នឹងពិធីបន់សពក៏រួចរាល់ចៃស៊ីមក៏ចេះតែចំណាំមើលប្តីខ្លួនចាប់ផ្ដើមបាត់ពីផ្ទះទៀតឯអ្នកទាំងអស់គ្នាពេលនោះគាត់ក៏ទៅរកគ្រូងាប៉ុន្តែគ្រូងាហ្នឹងលែងស្វាគមន៍ចៃស៊ីមដូចមុនទេអ្នកទាំងអស់គ្នាទៅបែបចង្មាត់ចង្កនិយាយចំដកលេះអ្នកទាំងអស់គ្នាម្ដងថាជាប់រវល់ភ្ញៀវនេះម្ដងជាប់រវល់ភ្ញៀវនោះអត់បានជួយគាត់ទៀតទេនិយាយចំគាត់ចាប់ដើមចង្លៃចិត្តណាចៃស៊ីមចាប់ដើមចង្លៃចិត្តហើយមិនក៏លោកអ្នកគ្រូហ្នឹងបន្ទាប់ពីឪពុកគាត់ស្លាប់ទៅលែងអើពើនឹងគាត់ថ្ងៃមួយគាត់បានឃើញប្តីគាត់ហ្នឹងដប់គ្រូងាចេញពីភូមិមិនដឹងថាទៅណាទេអ្នកទាំងអស់គ្នាអាហ្នឹងជាភាពចៃដន្យរបស់គាត់ទេណាស្រាប់តែគាត់គិតនឹងចិត្តថាប្រហែលជាគាត់ស្វាំងភ្នែកទេព្រោះអីទៅអត់រួចហ្មងប្រពន្ធប្តីគាត់អត់ដែលស្គាល់អ្នកគ្រូហ្នឹងហងទៅដប់គ្នាមិនកើតហើយនៅភូមិតែដលៃពីគ្នាទៀតនិយាយចំគាត់មករកគ្រូហ្នឹងគឺអាកំបាំងបំផុតអត់មានឲ្យគ្រូសាដឹងទេថ្ងៃបន្ទាប់មកទៀតចៃស៊ីមចាប់ដើមបាត់ប្តីមែនតើអ្នកទាំងអស់គ្នាបាត់នឹងជាងមួយអាទិត្យគាត់នឹងពិបាកចិត្តខ្លាំងមែនតើគិតថាប្រហែលជាស្នេហ៍ដែលគាត់ដាក់នឹងសាប់ទៅហើយគាត់ក៏ព្យាយាមតាក់ទងទៅគ្រូងានឹងទៀតតែខក៏មិនចូលឆាតក៏មិនលើកគាត់ទ្រាំលេងបានហើយអ្នកទាំងអស់គ្នាគាត់ក៏សម្រេចចិត្តជិះម៉ូតូទៅផ្ទះគ្រូងានឹងម្ដងទៀតដើម្បីឲ្យអ្នកគ្រូងានឹងវល់មិនធ្វើឲ្យគាត់យកប្តីគាត់មកវិញឲ្យបានតែពេលទៅដល់ផ្ទះគ្រូងានឹងគឺលែងមានសម្ភារៈសម្រាប់គាត់មើលគ្រូមើលអីទៀតឯអ្នកទាំងអស់គ្នាគឺរើចេញអស់លេងនៅសល់តែសបកទេហេគាត់ចាប់ដើមចលៃចិត្តហ្មងគាត់ក៏ដើរសួរអ្នករស់នៅជិតនោះទើបគាត់ដឹងថាគ្រូងានិងប្រុសក្មេងម្នាក់បានរត់ទៅជាមួយគ្នាប្រហែលជាមួយអាទិត្យមុនម៉េះចៃស៊ីមគាត់ទៅលឺធ្លាក់ថ្លើមក្ដុកក្នុងចិត្តគាត់ថាប្រហែលជាប្តីអញយកសង្ស័យតែមិនអស់ចិត្តទេអ្នកទាំងអស់គ្នាយករូបពីទូរស័ព្ទដៃហ្នឹងឲ្យអ្នកចិត្តខាងនឹងមើលថានេះមិនអីប្រុសក្មេងហ្នឹងគឺជាម្នាក់ហ្នឹងមែនគាត់តែអ្នកភូមិគាត់ឃើញគាត់ដឹងហ្មងថាម្នាក់ហ្នឹងឯងដែលគាត់ទៅជាមួយគ្រូងាបាត់ហើយចៃស៊ីមនិយាយលេងអីនិយាយលេងចាញ់ចៃស៊ីមកាំងហ្មងព្រោះអីគ្រូដែលធ្វើស្នេហ៍ហ្នឹងគឺដាក់ស្នេហ៍យកប្តីគាត់ទៅបាត់ទេអ្នកទាំងអស់គ្នាដែរវាអញ្ចឹងណាហើយអត់ដឹងតាក់ទងគ្នាពីកាលពីណាទេគាត់ក៏អត់ដឹងដែរក្រោយមកមួយរយៈក្រោយមកគាត់ក៏ទៅតែដឹងថាពុកគាត់ស្លាប់ហ្នឹងក៏ព្រោះស្នាដៃគ្រូងាដែរគឺសាកល្បងពុកគាត់ហ្មងនិយាយចំមកហ្នឹងគោលបំណងចង់កម្ចាត់ពុកគាត់ចោលប៉ុន្តែដោយសារតែពេលពុកគាត់ទៅបាត់ហើយគាត់ឆ្លុះវែងនឹងប្តីរបស់ចៃស៊ីមហ្នឹងក៏បរត់គ្នាទៅបាត់អញ្ចឹងណាគាត់ពិតជាមានអារម្មណ៍ថាខុសខ្លាំងមែនតើដែលឪគាត់កាលនៅរស់បាននិយាយប្រាប់ថាហាមយករបស់របរដែលគេឲ្យនឹងដោយមិនស្គាល់ព្រោះអីអត់មានអាគេអាណិតស្រឡាញ់យើងពិតប្រាកដឬក៏មែនតើអីអញ្ចឹងទេគាត់ក៏មានអារម្មណ៍ថាឪពុកគាត់ស្លាប់ក៏មានចំណែកគាត់ដែរដែលគាត់អត់បានចាប់អារម្មណ៍រឿងដែលឪពុកគាត់ទឿននឹងអញ្ចឹងមែនអ្នកទាំងអស់គ្នាអារឿងរបស់របរញ៉ាំហ្នឹងមិនចេះថាមនុស្សអត់ស្គាល់ហងក៏យកមកដែរយើងមិនរើសអើងអីទេប៉ុន្តែយើងក៏មុននឹងយកក៏យើងចេះពិចារណាដែរអ្នកទាំងអស់គ្នាឧទាហរណ៍បើគេឲ្យមកបើយើងទៅទាស់ពេកយើងអាចយកមកទៅប៉ុន្តែយើងមិនបាច់ចាំញ៉ាំអីក៏បានដែរដើម្បីជាការគួរសមអីអញ្ចឹងណាកុំឲ្យអាក្រក់មើលពេកពេលគេឲ្យមកយើងអត់យក
ហើយរឿងហ្នឹងគឺចប់ត្រឹមហ្នឹងអ្នកទាំងអស់គ្នាមិនសល់ការសោកស្ដាយរបស់ចៃស៊ីមដែលឪពុកក៏ស្លាប់ប្តីក៏រត់តាមគ្រូស្នេហ៍អញ្ចឹងអាស្នេហ៍ស្នូកហ្នឹងក៏កុំសូវលូកលាន់ពេកអ្នកទាំងអស់គ្នាបើគេស្រឡាញ់យើងគេស្រឡាញ់ចិត្តអីទោះដាក់ស្នេហ៍គង់ថ្ងៃណាមួយគឺគេទៅវិញបាត់ហើយអញ្ចឹងអេដមីនមានតែប៉ុណ្្នឹងឯណាអេពីសូតយើងថ្ងៃនេះបើសិនជាបងប្អូនទាំងអស់គ្នាមានរឿងផ្សេងដែលអាចនឹងចែករំលែកក្រុមការងារនិងទទួលយកមកអានហើយសិលេចយករឿងមួយយកមកអានជូនបងប្អូនទាំងអស់គ្នាសន្តាប់ដើម្បីទុកជាការអប់រំដាស់តឿនសតិឬក៏ការកំសាន្តអារម្មណ៍ផងដែរអរគុណបាយបាយ